សម្បត្តិមួយពាន់ពាក្យបរោះឬស្ត្រីដែលប្រត់គូសុំកុំអានសម្បត្តិមួយពាន់ពាក្យនិពន្ធដោយហច្ឆៃហុកសមាជិកសមាគមអ្នកនិពន្ធខ្មែរការផ្សាយរបស់ ខៀវ ស សេដ្ឋវុឌ្ឍរក្សាសិទ្ធិពុទ្ធសករាជ2516 គ្រិស្តសករាជ1972 1. ស្រឡាញ់ពេញចិត្តស្រឡាញ់ពេញចិត្តចិត្តមេត្រីរួមរយៈនឹងស្រីស្រីមេត្តាស្មោះស្ម័គ្រស្ម័គ្រអស់ពីចិន្តាក៏កើតស្នេហាថ្លៃនឹងខែឡាជាអ្នកមានស្រុកស្រំជាងគេឯងទាំងអស់នៅក្នុងស្រុកមោងរិស័យខេត្តបាត់ដំបងស្រែលោកជាង500ហិកតានិងចំការម្នាស់នៅឃុំគួយចឹកដី300រ៉ៃទៀតធ្វើឲ្យលោកបានផលគិតជាប្រាក់ចំណូលយ៉ាងហោចបំផុតត្រឹម40,000 រៀលក្នុងមួយឆ្នាំគិតទៅមនុស្សដូចលោកនឹងខែឡាចដូចជាគ្មានគិតភ័យពីរឿងក្រសោះបើទុកជាលោកមិនធ្វើស្រែចម្ការទាំងនោះគ្រាន់តែជួលឲ្យគេយកប្រាក់ឈ្នួលក៏លោកអាចរស់នៅបានយ៉ាងសុខស្រួលអស់មួយជីវិតដងខែឡាចមិនត្រឹមតែជាអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញខាងភោគទ្រព្យប៉ុណ្ណោះទេលោកនៅមានបុត្រីបណ្ដូលបណ្ដាច់មួយទៀតឈ្មោះនាងអំពររូបសល្អស្រស់ប្រៀបបាននឹងកុលាបស៊ូគីក្រអូបកន្ធាច្រាស់ខ្យល់គ្រប់ទិសានុទិសធ្វើឲ្យលោកមានកេរ្តិ៍ស័ព្ទល្បីល្បាញខាងមានកូនក្រមុំស្អាតថែមមួយផ្នែកទៀតកំឡោះកូនអ្នកមានស្រុកស្រែជាច្រើនចៅមរោមប្រាថ្នាបេផ្កាកុលាបស្រុកមោងនេះមកធ្វើជាគូរួមរយៈស្ម័គ្រមេត្រីតែរៀងរាល់រូបតែក៏ត្រូវទទួលសេចក្តីអស់សង្ឃឹមត្រឡប់ទៅផ្ទះវិញគ្រប់គ្នាព្រោះកញ្ញាអំពរពុំបានតូតុនតាមចំណូលខ្យល់វិចារថាស្នេហាឬប្រគល់បេះដូងបរិសុទ្ធដោយសម្ពុតទេសឯករបស់នាងទៅឲ្យបរោះណាមួយឡើយការពិតក្នុងវ័យក្រមុំរបស់អំពរមិនមែនថានាងមិនចេះស្នេហាទេនាងជាមនុស្សពុទ្ធជនដូចគេឯងដែរជាពិសេសវ័យរបស់នាងកំពុងស្ថិតនៅក្នុងវ័យស្ទាវវ័យត្រីត្រអាលស្រាបស្រាលតែបានជានាងប្រកែកពំព្រមស្និទ្ធស្នេហាទៅលើបរោះណាក៏មកពីនាងមានគូប្រចាំចិត្តរួចទៅហើយគេនោះឈ្មោះទិវាជាកូនអ្នកក្រីក្រទេហេតុផលបណ្ដាលឲ្យចិត្តនាងស្រឡាញ់គេមកពីនាងសម្គាល់ឃើញចិត្តថ្លើមរបស់ទិវាជាសុភាពបរោះចេះគូសំរុំទុំនឹងព្រឹទ្ធាចារ្យចរិតក៏ស្លូតបូតអោននំតូនដឹងបុណ្យដឹងបាបមិនប្រហើនកោងការច្រឡើមច្រឡោងខាមដោយពពួកកូនកំឡោះអ្នកមាននានាគឺពោលឲ្យចំហើយខ្លីទិវាមានគ្រប់គ្រាន់ទាំងអស់ផ្នែកគុណសម្បត្តិគេខ្វះត្រង់តែទ្រព្យសម្បត្តិមួយយ៉ាងប៉ុណ្ណោះថ្ងៃនេះតាំងពីព្រឹកដល់ល្ងាចអំពរនាងអង្គុយសង្កប់នៅក្នុងបន្ទប់មិនព្រមចេញក្រៅសោះភ្នែកទាំងគូរបស់ស្រីក្រមុំដិតដាមទៅដោយដំណក់ទឹកភ្នែកបានជានាងព្រួយចិត្តសោយសោការដូច្នេះមកពីលោកដង្ខៅឡាចឪពុកនាងបង្ខំឲ្យនាងព្រមរៀបការជាមួយកូនកំឡោះថៅកែចំការក្រូចម្នាក់នៅអូដំបងដោយដាក់កំហិតធ្វើតឹងថាត្រូវតែយល់ព្រមប្រកែកមិនបានជាដាច់ខាតកុលាបស្រុកស្រែព្រួយចិត្តណាស់ព្រោះប្រុសដែលត្រូវជាប្តីនាងក្នុងពេលអនាគតមិនមែនទិវានាងចង់ទម្លាយការពិតជំរាបឪពុកម្ដាយថានាងស្រឡាញ់ទិវាទៅហើយតែសភាពអៀនព្រានធ្វើឲ្យនាងរករលាស់អណ្ដាតនិយាយមិនរួចណាមួយនាងខ្លាចពុំបានដោយបំណងនាំឲ្យខកការធំទៀតរាត្រីនេះក្រោយពីឪពុកម្ដាយនាងចូលសម្រានអស់ទៅកញ្ញាអំពរក៏លួចបើកទ្វារក្រោយចេញទៅជួបទិវាក្នុងសួនខាងក្រោយផ្ទះដែលជាកន្លែងសម្រាប់ណាត់ជួបគ្នាតាំងពីដើមទីមកទិវាសំកុកចាំមើលផ្លូវសង្សារតាំងពីក្បាលប្រលប់គេគ្រាន់តែឃើញស្រមោលអំពរដើរមកគេក៏ស្ទុះទៅទទួលអោបរឹតដោយសេចក្តីស្រឡាញ់ពេញចិត្តអូនអំពរបងនឹកអូនណាបងស្មានតែអូនមិនមកតាមពាក្យសន្យាទេតាអំពរមិនឆ្លើយតបនាងត្រឡប់ជាយំសសឹកធ្វើឲ្យនាយកំឡោះភិតភ័យលេងដៃពីអោបសួរទៅសង្សារដល់ងឿងឆ្ងល់ថាម្ដេចបានជាអូនយំអ្នកណាធ្វើបាបអូនឲ្យទទួលសេចក្តីឈឺចាប់ឬចាស់ស្នេហាយើងមានឧបសគ្គធំចូលមករារាំងហើយបងអូស្នេហាយើងមានឧបសគ្គទិវាឧទានតិច
ចាត្រូវហើយបងស្នេហាយើងមានឧបសគ្គនិយាយរួចអំពរក៏ទ្រូបមុខទៅលើទ្រូងប្រុសស្នេហ៍យំកាន់តែច្រើនឡើងទិវាដកដង្ហើមធំព្រោះមិនដឹងឫសគល់នៃដើមហេតុប្រុសកំឡោះយកដៃអង្អែលគេសាស្រីស្រាលស្រាលបានមួយសន្ទុះទើបគេដាច់ចិត្តសួរនាងថារឿងអ្វីទៅអូនប្រាប់បងឲ្យដឹងផងមើលមាណវីងើបមុខចេញពីផ្ទាំងទ្រូងនិយាយទៅកាន់ទិវាទាំងនៅលាយំតិចតិចបងអើយប៉ាអូនគាត់គិតលើកអូនឲ្យមានប្តីទៅអ្នកចំការក្រូចនៅឯអូនបងហើយអូនពិបាកចិត្តណាស់សូមបងជួយរកផ្លូវដោះស្រាយឲ្យអូនផងចៅមានុធ្លាក់ថ្លាំក្តុកវិមានស្នេហ៍ខំពូតដៃគ្នាសាងអស់ពេលរាប់ខែឆ្នាំឥឡូវនេះត្រូវព្យុះកម្មបោកបក់រលំរលីងអស់ហើយពេលឈប់ស្ងៀមមួយស្របក់ទើបលឺបន្លឺសូរសៀងរវើយរបៀបមនុស្សផុតសង្ឃឹមក្នុងជីវិតថាអូនអំពររឿងរបស់យើងនេះពិបាកដោះស្រាយណាស់ខ្លួនបងប្រៀបដូចសុភាសិតបុរាណពោលថាខ្លួនទៀបដៃខ្លីចង់ស្រវាអោបភ្នំបងកូនអ្នកក្រខ្វះទ្រព្យសម្បត្តិខ្វះមាសពេជ្រខ្វះអ្វីទាំងអស់ដែលកូនថៅកែគេមានបងនឹកទៅតូចចិត្តនឹងវាសនាណាស់អូនបើសិនជាបងមានវាសនាបានកើតឡើងកណ្ដាលពំនូកមាសពំនូកប្រាក់ដូចរូបគេប្រហែលជាស្នេហាយើងទាំងពីរអ្នកគ្មានឧបសគ្គអ្វីចូលមករារាំងទេទ្រព្យសម្បត្តិមិនមែនជួយមនុស្សយើងឲ្យសប្បាយទាំងអស់គ្នាទេបងដោយរូបអូនកើតឡើងកណ្ដាលឃ្លាំងសម្បត្តិតែបើមិនបានរូបបងមកធ្វើជាមិត្តរួមជីវិតអូនក៏មិនសប្បាយចិត្តដែរពីព្រោះអ្វីពីព្រោះក្នុងលោកនេះក្នុងជាតិនេះក្នុងជីវិតនេះអូនស្រឡាញ់តែបងទិវាមួយប៉ុណ្ណោះបើខ្វះបងទិវាជីវិតអូនក៏ជាជីវិតគ្មានខ្លឹមសារអ្វីដែរបានស្ដាប់មគ្គរសវាចារបស់អំពរទិវាសែនរីករាយក្នុងហឫទ័យស្រាលខ្លួនដូចអណ្ដែតទៅលើផ្ទៃអាកាសសាគេនឹកសរសើរសំណាងរបស់គេចេះធ្វើឲ្យកូនដង្ខៅយ៉ាងនាងមកស្រឡាញ់គេក្រីក្ររហេមរហាមរោគស្រែមួយជ្រុងគ្មានគេជាសត្វកន្លងអនាថាដែលមានវាសនាបានស្រូបស្រង់ក្លិនកន្ធាកុលាបស៊ូគានេះមុនកន្លងឯទៀតតែហើយទិវាក៏ត្រូវព្រួយចិត្តអោបភ្នំទុកមុខលែងស្រស់ទៅវិញកាលបើគេនឹកឃើញថាស្នេហាគេជាស្នេហាអស់សង្ឃឹមព្រោះយ៉ាងណាក៏លោកដង្ខៅឡាចឪពុកនាងមិនព្រមឲ្យនាងមកស្រឡាញ់គេជាដាច់ខាតទិវាដកដង្ហើមធំមើលទៅដួងព្រះចន្ទ្រាដោយក្រសែចក្ខុសោយនរៈបន្លឺសំនៀងតិចទ្រង់បង្អុសថាអូនអំពររឿងយើងទាំងពីរនាក់នេះបងរកផ្លូវដោះស្រាយមិនទាន់រួចទេចំពោះរឿងស្ដីដណ្ដឹងរបស់កូនថៅកែចំការក្រូចនោះអូនឆ្លើយយល់ព្រមជាមួយឪពុកអូនយ៉ាងម៉េចខ្លះហើយអំពរក្រវីក្បាលអូនមិនឆ្លើយយ៉ាងណានៅឡើយទេព្រោះអូនចាំសួរយោបល់បងសិនយោបល់បងឬទិវាពោលកុំទាន់ឲ្យបងបញ្ចេញយោបល់ធ្វើអីអូនតែចំពោះអូនថ្ងៃស្អែកបើលោកឪពុកអូនសួរម្ដងទៀតអូនគិតឆ្លើយយ៉ាងម៉េចអូននឹងឆ្លើយយ៉ាងខ្លីថាមិនព្រមទទួលយកកូនថៅកែចំការក្រូចនោះជាដាច់ខាតចុះប្រសិនបើលោកបង្ខំចាស់អូនស៊ូស្លាប់អូនមិននឹកស្ដាយគេឈ្មោះកិត្តិយសអូនឬទេចាស់អូននឹកស្ដាយដែរតែអូនស្ដាយរូបបងជាងអ្វីទាំងអស់ហេតុអ្វីបានជាអូនស្រឡាញ់បងខ្លាំងម្ល៉េះអូនមិនដឹងថាបងក្រទេឬហេតុអ្វីដែលបណ្ដាលឲ្យអូនស្រឡាញ់បងអូនក៏មិនបានដឹងដែរអូនដឹងគ្រាន់តែថាចិត្តអូនបង្គាប់ឲ្យស្រឡាញ់បងស្រឡាញ់ស្មើនឹងជីវិតរីឯរឿងឋានៈយស័ក្តិមានឬក្រមិនមែនជាបញ្ហាធំដុំចំពោះស្នេហាបរិសុទ្ធឡើយ
ក្នុងលោកនេះប្រហែលជាមាននារីតែអូនមួយទេដែលមានចិត្តស្មោះស្ម័គ្របដូរផ្ដាច់ចំពោះគូសង្សារដូច្នេះក្នុងលោកនេះក៏មានតែបងមួយដែរដែលអូនស្រឡាញ់និយាយចប់អំពរក៏ផ្ដេកក្បាលទៅនឹងស្មាទិវាប្រុសស្នេហ៍ត្រកងកាយស្រស់ស្រីមកអោបណែនផ្ទប់ទ្រុងយុវជនភ្លើយមុខសង្សារអោនថើបលើភូមិផ្ពាល់ដ៏ត្រជាក់ស្រឹបប្រកបដោយក្លិនប្រហើររបស់នារីស្រាលស្រាលបានបន្តិចមកគេក៏និយាយទៅកាន់នាងអូនអំពររឿងយើងបងឲ្យយោបល់អូនពេលនេះមិនទាន់បានទេសូមអូនទុកពេលឲ្យបងគេងគិតបន្តិចចំណែកអូនបើមានការបង្ខិតបង្ខំតឹងរឹងពីឪពុកម្ដាយយ៉ាងណាចាំយើងដោះស្រាយនៅពេលជួបគ្នាយប់ក្រោយទៀតឥឡូវអូនត្រឡប់ចូលផ្ទះគេងចុះសន្សាមធ្លាក់ច្រើនណាស់យប់នេះពេលអូនគេងលក់ទៅចូលអូនយល់សពល្អហើយយល់សពឲ្យឃើញបងផងណាចាស់បងទិវាចំណែកបងអូនក៏សូមឲ្យបងគេងលក់ទៅយល់សពឃើញអូនដែរយុវសង្សារទាំងពីរប្រានក្រោកឈរនិយាយផ្អែផ្ដាំមួយម៉ាត់ពីរទៀតក៏បែកគ្នាគេចបាត់ពីរស្មីព្រះច័ន្ទនារាត្រីស្ងាត់ក្នុងពេលនោះទៅ2រត់ចោលឪម៉ែតាមសង្សារឪបង្ខាំងឲ្យយកប្តីម៉ែសោតអប្រិយក្រៃវាយកូនឈឺស្ទើរចិត្តខ្សែលាហើយអ្នកម្ដាយអើយថៅកែចំការក្រូចនៅអូដំបងអញ្ជើញមកសួរបញ្ជាក់ពីរឿងកូនប្រុសលោកនិងនាងអំពរកុលាបសួរម្ដងទៀតលោកដង្ខៅឡាចនិងលោកស្រីយើងទទួលពាក្យយល់ព្រមហើយកំណត់ពេលវេលាថ្ងៃការឲ្យខាងប្រុសភ្លាមដោយមិនចាំសួរសម្រាប់ចិត្តពីកូនស្រីលោកបន្តិចបន្តួចឡើយគ្រាន់តែភ្ញៀវចុះត្រឡប់ទៅវិញអស់លោកដង្ខៅក៏ហៅអំពរមកប្រាប់ថាអំពរកូនថ្ងៃ13កើតខែផល្គុនខាងមុខនេះប៉ារៀបការកូនឲ្យមានប្តីស្រីហើយកូនមិនត្រូវប្រកែកទេណាអំពរគ្រាន់តែឮថាឪពុកចិត្តឲ្យមានប្តីនាងតក់ស្លុតទន់ជង្គង់ស្ទើរដួលមុខមាត់រាងកាយញ័រញាក់ត្រឹកដូចគេផ្ទិចស្រស់ស្រីហាមាត់និយាយទ្រង់ចង់យំអង្វររកទៅលោកតកែជាឪពុកសូមប៉ាអាណិតកូនផងកូនមិនព្រមរៀបការជាមួយកូនកំឡោះលោកតកែចំការក្រូចនៅអូដំបងនឹងទេលោកដង្ខៅបើកភ្នែកធំប៉ិនពងមន់ព្រោះមិននឹកស្មានថាកូនហ៊ានប្រកែកលោកកំហល់ទៅអំពរខ្លាំងវិញដោយមិនពេញចិត្តទេឯងត្រូវតែព្រមប្រកែកមិនបានជាដាច់ខាតម៉ាក់ទទួលពាក្យសម្ដីគេរួចអស់ទៅហើយឯងប្រកែកអញ្ចឹងយ៉ាងមិនកើតលោកស្រីយឿមមានប្រសាសន៍បន្ថែមខ្ញុំមិនទាន់ចង់បានប្តីទេម៉ាក់សូមម៉ាក់ជូនពាក្យគេវិញទៅអំពរប្រកែកម្ដងនេះលោកស្រីប្រែទឹកមុខក្រញូវផ្លាស់សំឡេងរាជសីសម្លុតកូនមួយរំពេចអញក្បាលចាស់ប៉ុណ្ណឹងហើយមិនចេះនិយាយម្ដងបាត់ដៃក្នុងដៃទេវើយបើអញនិយាយស្រួលឲ្យចេះស្ដាប់ផងកុំធ្វើឲ្យអញឈួលដល់ចុងច្រមុះប្រើធ្វើក្តៅណាក៏ប៉ុន្តែកុំយកអាពាក្យក៏ប៉ុន្តែមកនិយាយជាមួយអញលោកដង្ខៅឡាចស្រែកសន្ធាប់បងអាក់ប្រយោគកូនអញមិនត្រូវការស្ដាប់ពាក្យជំទាស់របស់ឯងទេឯងជាកូនអញត្រូវតែនៅក្រោមបង្គាប់អញស្ដាប់អញក៏ប៉ុន្តែខ្ញុំអត់ស្រឡាញ់គេណាមនុស្សមិនស្រឡាញ់គ្នាប៉ារៀបការទៅតើវាបានប្រយោជន៍អ្វីអំពរឆ្លើយទៅឪពុកព្រមជាមួយគ្នាទឹកភ្នែកនាងក៏ហ៊ីហូជោគផ្ទៃមុខអារឿងស្រឡាញ់ឬមិនស្រឡាញ់ដល់រៀបការរួចទៅវាគង់តែស្រឡាញ់គ្នាទេលោកដង្ខៅមានប្រសាសន៍ឯងប្រកែកដូច្នេះមានតែឯងនឹងលួចស្រឡាញ់ប្រុសផ្សេងបើមានស្រឡាញ់អាណាប្រាប់អញភ្លាមមកអំពរនាងចង់តែស្រែកប្រាប់ឪពុកក្តែងថានាងស្រឡាញ់ទិវា
តែចិត្តមួយចូលមកបង្អាក់ឲ្យនាងគិតឃើញថាវាដូចជាអាភាសចំពោះចរិយាស្រីវ័យក្រមុំម្ល៉េះហើយនាងក៏ឆ្លើយដោះសារផ្លូវផ្សេងទៅវិញខ្ញុំឥតមានជាប់ចិត្តស្រឡាញ់ប្រុសណាទេប៉ាតែខ្ញុំមិនទាន់ចង់មានប្តីចុះឯងចាំអង្កលលោកស្រីយឺមសូចាទុកពេលឲ្យខ្ញុំមានឥស្សរភាពបាន 3-4 ឆ្នាំទៀតទៅម៉ាក់ទេលោកស្រីក្រវីដៃស្រែកភ្លាត់សំឡេងទុក 3-4 ឆ្នាំទៀតនឹងប្រកាសជាប្រេះទ្រូងអញស្លាប់អញទទួលពាក្យមកចត់នឹងគេណាស់ណាកាលម៉ាក់ទទួលពាក្យនឹងគេម៉ាក់មានបានសួរចិត្តខ្ញុំមុនឯណាយីមីប្រមាថអណ្ដែតលោកស្រីស្រែកសន្ធាប់ម្ដងទៀតស្អីអញធ្វើម៉ែបង្កើតក្បាលនាងឯងសពបើរឿងឲ្យមានប្តីស្អីចាំបាច់សួរចិត្តសួរថ្លើមនាងឯងមុនដែរបើអញ្ចឹងនាងស្រីល្អឯងមិនមកធ្វើជាម៉ែអញម្ដងវិញទៅលោកដង្ខៅឃើញប្រពន្ធវោហាបានលោកក៏ដៀងភ្នែកជាសញ្ញាឲ្យបញ្ចេញក្បាច់តទៅទៀតចំណែកលោកទាញថ្នាំខ្លាំងពីក្នុងប្រអប់ប្រាក់4ជ្រុងមកញាត់ស៊ីដុតជក់បឺតផ្សែងបង្ហុយភុយបែរមុខទៅរកជញ្ជាំងធ្វើប្រងើយម៉េចនាងល្អឯងព្រមរៀបការតាមអញទុកដាក់ឬមួយក៏ចង់ផើមព្រៃឬប្តីចិត្តឯងលោកស្រីយឺមសួរកាលបើឃើញអំពរនៅស្ងាត់ស្ងៀមយូរនាងកុលាបស៊ូគាបានអង្គុយចិញ្ចឹងគិតរួចជាស្រេចថាត្រូវតែប្រកែកក្នុងជីវិតនេះនាងមិនអាចទទួលបរិះណាមកធ្វើជាប្តីក្រៅពីទិវាទេវបុត្រស្នេហារបស់នាងតែមួយបានជាដាច់ខាតម៉ាក់អាណិតកូនផងកូនមិនព្រមយកប្តីទេសូមម៉ាក់ជូនពាក្យទៅគេវិញចុះថ្ងៃថាយ៉ាងម៉េចមិនព្រមយកប្តីទេឬយើមីអំពរមីកប់ពពកជ្រកអាចចន្លេនថាហើយលោកស្រីក៏ស្ទុះទៅចាប់ក្របបួចទាញសក់អំពរមកផ្ទះកំភ្លៀងញាប់ដូចគេអេះនៅមិនទាន់បាត់ក្តៅលោកស្រីក៏ធាក់ 3-4 ជើងបន្ថែមទៀតបណ្ដាលឲ្យនារីកំសត់ដួល 3-4 ត្រឡប់ដេកអោបពោះស្រែកធ្ងរដោយសេចក្តីឈឺចាប់យ៉ាងគួរឲ្យសង្វេគលោកដង្ខៅឡាចបែរមកមើលបុត្រីហើយងក់ក្បាលញញឹមតិចលោកពេញចិត្តនឹងការធ្វើទរណកម្មនេះណាស់និយាយពីលោកស្រីយឺមកាលបើឈោបាត់ហត់បន្តិចហើយក៏ស្ទុះទៅផ្ទះតប់កូនបន្ថែមឲ្យដួលស្រប៉ាបរហូតសន្លប់បាត់ស្មារតីកំហឹងលោកស្រីពេលនេះឆាបឆេះដល់បន្ទប់លោកស្រីក្តៅចិត្តណាស់នឹងកូនក្បាលរឹងគិតថាសុខចិត្តវាយឲ្យស្លាប់ល្អជាជាងទុកឲ្យកូនបង្អាប់កិត្តិយសវងត្រកូលដូច្នេះជើមានពោះលោកស្រីមានប្រសាសន៍បណ្ដាអង្ខើញជាយសម្ពុតបណ្ដាប៉ះលើម៉ែណាគ្រាន់ហងប៉ះចំលើម៉ែអញថ្ងៃក៏មកត្រឹងទៅតឹងក្បាលចិត្តមិនបានទេអញសុកចិត្តវាយថ្ងៃឲ្យស្លាប់ហើយចាំអញដើរចូលគុកជាក្រោយណាអនិច្ចាទោះជាលោកស្រីខំស្រែកជេរទាល់តែជ្រុះក្រឡាតក៏អំពរមិនលឺដែរព្រោះពេលនេះនារីកំសត់សន្លប់បាត់ស្មារតីទៅហើយលោកដង្ខៅដឹងថាកូនសន្លប់លោកក៏ដើរមកឈ្ងោកមុខបន្តិចរួចទាញដៃប្រពន្ធឲ្យចេញក្រៅប៉ុណ្ណឹងបានហើយម៉ាក់វាចាំវាដឹងខ្លួនឡើងវិញយើងមកសួរបញ្ជាក់ម្ដងទៀតគួរឲ្យអាសូរអំពរណាស់នៅពេលនាងដឹងខ្លួនវិញលោកដង្ខៅឡាចនិងលោកស្រីយឺមមកចម្រិតសួរបង្ខំចិត្តឲ្យនាងព្រមរៀបការជាមួយកូនកំឡោះថៅកែចំការក្រូចអូដំបងទៀតតែយុវតីកំសត់នៅតែឆ្លើយបដិសេធដូចមុនដដែលសុកចិត្តឲ្យម្ដាយវាយធ្វើបាបបែកសាច់ហូរឈាមសន្លប់ 3-4 លើកលោកស្រីយឺមកាលបើវាយធ្វើបាបប៉ុណ្ណឹងហើយនៅមិនបានផលលោកស្រីក៏ឈប់វាយផ្លាស់កម្មវិធីថ្មីគឺប្រើរបៀប
បងអត់បាយបងអត់ទឹកម្ដងថ្ងៃនេះពេញមួយថ្ងៃកញ្ញាកំសត់ឥតបានទទួលទានអាហារអ្វីសម្រន់ក្រពះក្រៅពីលេបទឹកមាត់ក្អឹកដេកធ្ងររហឹមនៅក្នុងបន្ទប់យ៉ាងទុពលភាពរាត្រីនេះជារាត្រីខាងរនោចព្រះច័ន្ទពុំបានបញ្ចេញភ័ក្រមូលក្រឡង់ដូចជារាត្រីខាងខ្នាតទេយុវតីកំសត់ដេកលើគ្រែធ្ងរមិនដាច់មាត់គួរឲ្យអាណិតសពសារពាង្គកាយនាងសុខទៅដោយស្នាមរំពាត់ផ្ដៅនិងស្នាមជាំអាការៈឈឺចាប់ត្រូវធាតុត្រជាក់ក្នុងពេលរាត្រីធ្វើឲ្យនាងកាន់តែទុរនទុរាស្ទើរផុតជីវិតម្ដងនៅខាងក្រៅផ្ទះហ្វូងសត្វរាត្រីចរហិចហើរទៅប្រជឹកផ្លែឈើទុំជាអាហារពីដើមមួយទៅដើមមួយបញ្ចេញសូរស័ព្ទវែកវកប្រឡាញ់គ្នានឹងស្រមោលរាត្រីយ៉ាងរីករាយអំពិលអំពែកហើរកាត់ជ្រែកស្បៃងងឹតបណ្ដាលឲ្យមានកូនបន្លឺតូចភ្លឹបភ្លែតរួចក៏បាត់សូន្យសុងទៅវិញអស់ក្នុងរយៈពេលដ៏ខ្លីនៅក្រោមផ្ទះក្បែរមាត់បង្អួចបន្ទប់អំពរគេងឃើញមានស្រមោលមនុស្សរាត្រីម្នាក់ឈរមុជងើបនឹងគុំផ្កាចំបៃដូចជាចាំមើលអ្នកណានៅលើផ្ទះនេះកន្លះម៉ោងក្រោយមកមនុស្សចម្លែកក៏នៅមិនទាន់ដើរចេញទៅណាគេអុជបារីជក់បានពី3ខ្សែតក៏ស្រាប់តែក្រវត្តជន់ឆ្លីនឹងជើងបែកផ្កាភ្លើងព្រាតរួចហួចជាទំនុកបត់ភ្លេងសម័យឮក្រលួយកណ្ដាលរាត្រីស្ងាត់យុវតីកំសត់ដេកក្នុងបន្ទប់កំពុងយំសោកអាណិតខ្លួនស្រាប់តែភ្ញាក់ព្រឺតនឹងសំឡេងហួចនាងស្គាល់ច្បាស់សំឡេងហួចនេះមិនមែនអ្នកណាក្រៅពីទិវាសង្សារកំសត់របស់នាងឡើយអំពរខំប្រឹងខាំមាត់តទប់នឹងសេចក្តីឈឺចាប់ក្រោកចុះពីលើគ្រែដើរចុចកែងជើងស្រាលលួចបើកទ្វារបន្ទប់ចុះទៅដេកជួបប្រុសជីវ៉ាបងទិវាឬអំពរនាងសួរកាលបើដើរទៅដល់ចិត្តបុរសរាត្រីស្ទុះមកអោបនាងហើយឆ្លើយតបមកវិញបងនឹងហើយអូនបងទិវាអូនអំពរនិយាយបានត្រឹមនេះក៏ហាក់ដូចជាមានដុំដែកមួយដុំធំមករកស្ទះបំពង់កនាងមិនឲ្យថ្លែងទៅទៀតរួចទឹកភ្នែកអភ័ព្វស្រក់តក់មកលើដៃទិវាបង្កើតក្តីសង្ស័យឲ្យប្រុសកំឡោះជាពុនប្រមាណហេតុអ្វីបានជាអូនយំប្រាប់បងមកមើលអូនអំពរយីអូនត្រូវអ្នកណាគេវាយដំឬអំពរមិនឆ្លើយតបនាងអរិទ្ធយំសសឹកខ្លាំងជាងមុនលើសដើមទិវាពេលនេះអ្នកយល់ខ្លះហើយបើទុកជាអំពរមិននិយាយប្រាប់កូនរយៈកាត់ស្មានមិនឲ្យខុសគឺសង្សារគេប្រកាសជាត្រូវទទួលទារុណកម្មពីឪពុកម្ដាយនាងប្រកាសណាស់យុវជននៅអាណិតសង្សារស្ទើររលេះរលួយថ្លើមប្រមាត់សេចក្តីឈឺចាប់ទុក្ខវេទនាគ្រប់បែបយ៉ាងដែលនាងត្រូវឪពុកម្ដាយធ្វើបាបសិតសឹងមិនដាលមកពីរូបអ្នកមួយជាមូលហេតុទិវាហូតកូនកន្សែងចេញពីក្នុងហប៉ៅមកជូតទឹកភ្នែកឲ្យអំពរគេបន្លឺវិចារទាំងរអាក់រអួលទៅកាន់នាងអំពរអូនប្រលឹងអ្នកបងអើយបើទុកជាអូនមិននិយាយប្រាប់បងក៏បងអាចកាត់ស្មានយល់ដែរអូនត្រូវប៉ានិងម៉ាក់អូនលោកវាយធ្វើបាបមែនទេចាស់ត្រូវឲ្យបងអំពរនិយាយអូនត្រូវប៉ានិងម៉ាក់ធ្វើបាបព្រោះអូនមិនព្រមរៀបការជាមួយកូនតកែចំការក្រូចម្នាក់នៅអូនដំបងឥឡូវនេះឪពុកម្ដាយអូនលោកសម្រេចឲ្យអូនរៀបការនៅចុងខែខាងមុខនេះហើយអោពុទ្ធអើយដាច់ខែនេះអូនរៀបការទិវាឧទានចេញមករបៀបមនុស្សខូចសតិបើអូនរៀបការហើយបងក៏មិនខ្ចីនៅរស់ក្នុងលោកដ៏សែនទារុណនេះដែរជីវិតបងប្រែជាជីវិតគ្មានន័យរស់នាំឲ្យដំបៅដើមទ្រូងធ្វើអ្វីបើស្រីជាទីស្នេហាបានតែគេហើយអំពរអូនបងចង់តែស្លាប់បងចង់តែស្លាប់ក្នុងពេលឥឡូវនេះទេជាតិនេះហួសអស់ហើយពី
ពិភពស្នេហ៍បង្កើតក្នុងត្រកូលអធនទើបគ្មានវាសនាបែបផ្កាកុលាបសុគាមកថ្នាក់ថ្នមជាគូជីវិតថាហើយបរោះឈួតស្នេហ៍ក៏ក្រញីសក់ខ្លួនឯងសើចហេហេហេឬសូគួរខ្លាចអំពរចាប់ទាញដៃប្រុសសង្សារយកមកថាបនាងពោលវិចារលំលោមលើកទឹកចិត្តថាកុំតន់អស់សង្ឃឹមបងអំពរនៅជាអំពរសង្សាររបស់បងទិវាដដែលទេតាកុំថាឡើយប៉ាម៉ាក់អូនលោកធ្វើបាបប៉ុណ្ណេះទុកជាលោកធ្វើទរណកម្មលើនេះទៅទៀតក៏អូននៅទ្រាំទ្រនឹងសេចក្តីឈឺចាប់បានជានិច្ចអូនមិនទទួលអ្នកណាធ្វើជាប្តីក្រៅពីរូបបងមួយទេអាការៈទុកព្រួយហាក់ដូចជាធូរស្រាលពីក្នុងទ្រូងប្រុសកំឡោះមួយគ្រាកាលបើឮសម្ដីសង្សារគូជាទីទំនុកទុកចិត្តអូនអំពរទិវានិយាយអូនប្រកាសជាមិនព្រមបោះបង់រូបបងទេឬចាស់អូនមិនបោះបង់ដល់អាប់ជីវិតខ្សែបងត្រេកអរណាស់អូនកាលបើបានឮវិចារដែលរបូតចេញពីមាត់អូនដូច្នេះតែកាលណាយើងនឹងបានរស់នៅជាប្តីប្រពន្ធពេញលក្ខណៈសង្ឃឹមលើបងចូលស្ដីមិនដឹងអូនបងក៏មានឋានៈទូទាបក្រៃម្យ៉ាងវិញទៀតថ្ងៃការក៏កាន់តែចូលចិត្តណាស់ហើយតើអូនគិតដោះស្រាយខ្លួនឯងឲ្យរួចផុតពីចំណងអាពាហ៍ពិពាហ៍នេះដោយម្ដេចមានវីដកដង្ហើមធំពោពេញទៅដោយក្តីវិតកៈនាងគ្មានបញ្ញានឹងដោះស្រាយវិបត្តិនេះរួចទេនាងសង្ឃឹមទៅលើឧត្តមគតិរបស់ទិវាតែប៉ុណ្ណោះជួយគិតអូនផងអំពរនិយាយមុខស្រងោតខួរក្បាលអូនវិលគិតអ្វីលែងឃើញហើយយោបល់បងយ៉ាងណាអូនសូមតាមបងទាំងអស់កាលបើអំពរទម្លាក់ភារៈបញ្ហាជីវិតឲ្យអ្នកដោះស្រាយទិវាក៏មានសេចក្តីកង្វល់ចិត្តជាខ្លាំងអ្នកមិនដឹងដោះស្រាយដូចម្តេចទេបើមានស្លាប់ចេះហោះទៅរានឹងឆាបឆក់នាំយកទៅទុកឯឋានកៃឡាសឲ្យឆ្ងាយពីឋានមនុស្សលោកចិត្តមាតែបើអ្នកជាមនុស្សពុទ្ធជនដូចជានាងដែរតើឲ្យអ្នកគិតអាចយ៉ាងម៉េចទៅវិញខ្យល់ត្រជាក់ពេលរាត្រីបក់រំភើយមកបបោះអង្អែលមិនដាច់រយៈតែចំពោះទិវាអ្នកមិនបានត្រជាក់កាយរសាយទុកសំបីបន្តិចបន្តួចឡើយប្រុសកំឡោះអង្គុយសិញ្ជឹបសិញ្ជឹងភ្នែកសម្លឹងមើលទៅហ្វូងតារាតូចរាយដេកដាស់នៅលើមេឃាដោយគ្មានន័យខួរក្បាលកំពុងត្រូវដោះស្រាយវិបត្តិស្នេហាពាន់ម៉ឺនចម្ពោះគិតហើយគិតទៀតគិតឃើញមានតែផ្លូវម្យ៉ាងគឺនាំគ្នារត់បើមិនដូច្នោះគេនឹងអំពរគ្មានវិធីណាដោះស្រាយឲ្យបានស្រួលជាងនេះឡើយទិវាលើកដៃអង្អែលក្នុងអំពរស្រាលពេលបន្លឺវិចារក្រោយពីអង្គុយគិតជាង1ម៉ោងអូនអំពររឿងយើងពិបាកដោះស្រាយណាស់មានតែផ្លូវម្យ៉ាងទេធ្វើយ៉ាងម៉េចទៅបងអំពរប្រញាប់សួរសង្សារដោយចង់ដឹងទិវានៅស្ងៀមសម្លឹងមើលមុខនាងហាក់ដូចជាចង់រកការពិតអាចកំបាំងនៃដួងចិត្តអ្វីម្យ៉ាងទើបគេឆ្លើយថាវិធីនឹងវាអាចប៉ះពាល់ដល់កិត្តិយសគ្រួសារអូនបន្តិចបងដូចជាមិនចង់ហ៊ាននិយាយសោះនិយាយមកចុះបងឲ្យតែជាយោបល់បងអូនយល់ព្រមតាមទាំងអស់បើអូនចង់បានគ្នាជាប្តីប្រពន្ធគ្មានវិធីណាដោះស្រាយរួចក្រៅពីនាំគ្នារត់ទៅនៅខេត្តក្រៅទេអូននាំគ្នារត់យុវតីឧទានត្រង់ភ្ញាក់បេះដូងនាងលោតញាប់ខុសធម្មតានាងស្រឡាញ់ឪពុកម្ដាយណាស់តាំងពីកើតមកនាងពុំដែលបែកឆ្ងាយចេញពីអ្នកមានគុណនាងទាំងពីរឲ្យបានមួយថ្ងៃទេតើពេលនេះនាងត្រូវតាមឪពុកម្ដាយឬតាមសង្សារបើតាមសង្សារមេដាបេដាត្រូវខូចកិត្តិយសចិត្តនាងរារែកមិនដឹងដាច់ចិត្តសម្រេចទៅខាងណាម្ដងចង់តាមឪពុកម្ដាយម្ដងចង់តាមសង្សារគិតឡើងគិតចុះអស់មួយសន្ទុះនាងក៏សម្រេចចិត្តថាត្រូវតាមសង្សារព្រោះសុភមង្គលក្នុងជីវិតខ្លួននាងជាអ្នកដោះស្រាយមិនមែនឪពុកម្ដាយដោះស្រាយឯណាកញ្ញាអំពរគិតឃើញដូច្នោះហើយនាងក៏និយាយទៅកាន់សង្សារថាបងទិវា
ពេលនេះអូនសុកចិត្តរត់តាមបងអូនមិនព្រមឲ្យប៉ានិងម៉ាក់រៀបការជាមួយកូនថៅកែចំការក្រូចទេអូនគិតស្រួលបួលហើយឬទិវាសួរបញ្ជាក់ចាអូនគិតស្រួលបួលហើយសុំបងកុំធ្វើបាបអូនទៅថ្ងៃក្រោយណាបងណានាងក៏ឡាបសុគាទុកចិត្តលើពាក្យសម្បត្តិរបស់ប្រុសសង្សារអស់ពីពោះពីពងនាងភ្លេចកិត្តិយសភ្លេចមេដាបេដាសូនឈឹងនាងនៅចាំបានតែម្យ៉ាងគឺទិវាទេវបុត្រស្នេហារបស់នាងមួយប៉ុណ្ណោះឃើញទេអំណាចស្នេហាកាចសាហាវជាងក្របបែកប្រឡាយលោកហើយធំជាងភ្នំព្រះសុមេរុរាប់ពាន់ដងទៅទៀតស្នេហាធ្វើឲ្យមនុស្សឈួតស្នេហាធ្វើឲ្យមនុស្សភ្លេចកិត្តិយសភ្លេចគ្រួសារភ្លេចឪពុកម្ដាយគិតទៅស្នេហាជាក្របបែកប្រឡាយអនាគតរបស់មនុស្សលោកដោយសុទ្ធសាធតែគួរឲ្យឆ្ងល់ណាស់បើទុកជាមនុស្សដឹងយ៉ាងនេះហើយក៏ដោយក៏មនុស្សគ្រប់រូបនៅតែដកខ្លួនចេញឲ្យឆ្ងាយពីអន្ទាក់ស្នេហាចង្រៃនេះមិនរួចព្រឹកស្អែកឡើងនៅផ្ទះលោកដង្ខៅឡាចក៏កើតមានព្រឹត្តិហេតុចង្រៃមួយបណ្ដាលឲ្យសមាជិកក្នុងគ្រួសារភ្ញាក់ផ្អើលជ្រូលច្របល់ពេញតែផ្ទះគឺដំណឹងបាត់នាងអំពរលោកដង្ខៅនិងលោកស្រីភរិយាមានសេចក្តីភិតភ័យនិងខ្មាស់គេមុខខ្មៅដូចមកលោកបានចាត់ឲ្យមនុស្សក្នុងផ្ទះដើរតាមរកនាងអំពរគ្រប់ទីកន្លែងក្រែងនាងនឹកតូចចិត្តនឹងម្ដាយវាយពីម្សិលមិញលួចទៅចងកឬលោតទឹកសម្រាប់ខ្លួនរីឯខ្លួនលោកនិងភរិយាក៏ចូលទៅក្នុងបន្ទប់រុះរើក្រែងនាងលួចមាសពេជ្រអ្វីយកទៅនឹងខ្លួនខ្លះតែប្រដាប់ប្រដាប្រើប្រាស់គ្រឿងអលង្ការនៅគ្រប់ដដែលដង្ខៅឡាចឈរគិតមិនលិចឆ្លិចមិនចេញមិនដឹងជាកូនទៅខាងណាមកខាងណានៅពេលលោករៀបដើរចេញក្រៅវិញទៅហើយស្រាប់តែភ្នែកលោកទៅប្រទះនឹងលិខិតមួយសៀតជាប់នឹងក្បាលក្រែនាងអំពរដេកលោកដង្ខៅស្ទុះរយទៅយកសម្បត្តិចម្លែកមកលាអានទាំងបុកពោះដឹបដោយគេទុំស្គរសេចក្តីក្នុងលិខិតមានសេចក្តីថានៅក្នុងបន្ទប់ដេកថ្ងៃទី9ខែមករាឆ្នាំ1972សូមប៉ានិងម៉ាក់ជ្រាបនៅពេលប៉ានិងម៉ាក់អានលិខិតអភ័ព្វនេះខ្លួនកូនបានឃ្លាតចេញទៅឆ្ងាយហើយហេតុដែលបណ្ដាលឲ្យកូនដាច់ចិត្តរត់ចោលប៉ានិងម៉ាក់មកពីកូនមិនពេញចិត្តរៀបការជាមួយនឹងកូនកំឡោះថៅកែចំការក្រូចនៅអូរដំបងលាក់បាំងអ្វីប៉ានិងម៉ាក់ខ្លួនកូនសពថ្ងៃមិនមែនទំនេរទេកូនមានសង្សាររួចទៅហើយតែសង្សាររបស់កូនគ្នាអភ័ព្វណាស់គ្នាកើតមកក្នុងត្រកូលអ្នកក្រីក្រដូច្នេះបើទុកជាគ្នាចូលស្ដីដណ្ដឹងត្រឹមត្រូវតាមផ្លូវច្បាប់ក៏គង់តែប៉ានិងម៉ាក់មិនយល់ព្រមដែរហេតុនេះបានជាកូននឹងគេសុខចិត្តបបួលគ្នារត់ចេញពីផ្ទះទៅទាំងអត្រាតស្ងាត់ទោះជាដឹងថាខុសនឹងប្រពៃណីជាតិក៏ដោយប៉ានិងម៉ាក់គិតថាកូនស្រីរបស់ប៉ាម៉ាក់ស្លាប់បាត់ពីលោកនេះចុះបើថ្ងៃណាឱកាសល្អកូនគង់មានសំណាងបានវិលមកជួបប៉ាម៉ាក់វិញពុំខានពីកូនស្រីក្បត់ប្រពៃណីលឹកអំពរអានសម្បត្តិកូនក្រមុំចប់កាលណាដង្ខៅឡាចក៏ក្រេវក្រោតនឹកក្តៅចិត្តមុខឡើងក្រហមងាំងដូចភ្លើងលោកស្រែកគំរាមខ្លាំងដូចខ្លាត្រូវរបួសរបស់នៃព្រានព្រៃថាយើមីអំពរមីកូនលុកកិត្តិយសឪឯងខំរកប្តីឲ្យវាអ្នកមានមុខមានមាត់ប្រយោជន៍ឲ្យវាបានថ្កុំថ្កាងត្រឡប់ជាវាបែររត់តាមប្រុសឈ្មោលទាំងកណ្ដាអត្រាទៅវិញអញក្តៅណាស់ពីថ្ងៃនេះទៅហងនឹងអញត្រូវទុកជាសត្រូវគ្នាទល់ថ្ងៃស្លាប់អញជួបហងកន្លែងណាអញអាកហត់ឈាមហងកន្លែងនឹងវាសរសេរដាក់ថាយ៉ាងម៉េចប៉ាវាលោកស្រីយឺមសួរដល់ងឿងឆ្ងល់ព្រោះមិនទាន់បានអានសេចក្តីសម្បត្តិថាសរសេរយ៉ាងម៉េចវាសរសេរថារត់តាមប្រុសណាបើឯងចង់ដឹងមើលសម្បត្តិវាទៅថាហើយលោកដង្ខៅឡាចក៏ក្រវត្តសម្បត្តិទៅឲ្យភរិយាដើរចេញមកខាងក្រៅទាំងអារម្មណ៍ក្រេវក្រោធលោកស្រីយឺម
អានសម្បត្តិអំពើចប់ក៏ដកដង្ហើមធំលេងមាត់លេងកដើរចេញទៅរៀនហាលមុខផ្ទះអង្គុយបៀកមលូស៊ីធ្វើភ្នែកភ្លឹកដោយនឹកហួសចិត្តនឹងហើយអស់លោកអ្នកអានជាទីមេត្រីកូនស្រីសម័យឥឡូវពិបាកស្ដីប្រដៅទូមានណាស់តែឪពុកម្ដាយមិនយល់ចិត្តកូនធ្វើខុសរបៀបបន្តិចមុខជាវាយកែងជួនលោកដោយកញ្ញាអំពរកុលាបស៊ូគាដែនដីស្រុកមងរិស័យអីចឹង3ព្រោះស្រឡាញ់បានជារត់តាមព្រោះស្រីស្រឡាញ់ស្មោះបដូររត់តាមប្រុសសង្សារបានកាយចង់ណាយចិន្តាសម្បត្តិមុសាស្រីទិវានឹងអំពរនាំគ្នារត់មកភ្នំពេញហើយជួលកូនផ្ទះតូចមួយនៅល្មមពីអ្នកប្តីប្រពន្ធនៅខាងក្រោយវត្តលង្កាទិវាខំប្រឹងស្វែងរកការងារធ្វើចំនួន1អាទិត្យគេក៏បានការធ្វើនៅកន្លែងរោងពុម្ពយុវស្វាមីភរិយាឥតខាន់ស្លាមួយគូនេះស្រឡាញ់គ្នាណាស់គេមិនដែលបង្កហេតុអ្វីឲ្យឋានរវាងគ្នានឹងគ្នាឡើយទិវាដល់ពេលចុះពីធ្វើការគេក៏ត្រឡប់មកផ្ទះភ្លាមចំណែកអំពរវិញនាងខំតាំងខ្លួនជាមេផ្ទះដល់ប្រសាបម្រើប្រកបគុណយកចិត្តយកថ្លើមប្តីមិនឲ្យមានទោសដោយការប៉ិនប្រសពរៀបចំទុកដាក់ថ្នាក់ថ្នមរបស់អំពរកូនផ្ទះតូចនេះក៏คล้ายទៅជាវិមានសុគាយ៉ាងសានសុខមួយថ្ងៃនៅពេលដែលប្តីប្រពន្ធក្មេងនេះជួបជុំគ្នាគេឮសូរតែអូនបងសើចក្អាកក្អាយសប្បាយរីករាយមិនដាច់ពីមាត់បងស្អែកបងត្រឡប់មកពីធ្វើការបងទិញនំប៉័ងខ្សែភ្លើងមកញ៉ាំសម្លការីណាបងណាអូនកំព្រួយចាំស្អែកបងទិញយកមកអូននៅផ្ទះកុំដើរលេងផ្ទះគេរហេតរហូតដូចទេដាច់ខែនេះបងបើកប្រាក់ខែមកចាំបងជូនអូនទៅទិញសំពត់អាវនិងចិញ្ចៀនរូបពស់ឲ្យអូនមួយវងមែនឬបងកុំកុហកអូនណាខំអូនខឹងមកឯងហើយអីបងមិនកុហកអូនទេបងហ៊ានស្បត់ឲ្យឡានបុកបើសិនជាបងនិយាយមិនពិតស្អប់ណាស់បងហានិយាយស្អីឡើងអាងតែស្បត់ចុះបើបងមិនស្បត់ធ្វើមិនដេចអូនជឿចិត្តបងមួយឆ្នាំកន្លងផុតទៅពាក្យអូនពាក្យបងក្នុងកូនផ្ទះតូចដែលទិវានឹងអំពរយកធ្វើជាវិមានស៊ូដោយសន្មត់ក៏ផ្ដាំបាត់អស់ទៅវិញម្ដងបន្តិចដោយស្លឹកឈើជ្រុះចាក់មេឃក្នុងហេមន្តរដូវឥឡូវនេះទិវាចេះប្រើសម្ដីធ្ងន់ប្រកោះបោះបោកឲ្យអំពរគេដើរលេងផឹកស៊ីស្រវឹងប៉ោឡាជួនកាលមានដើរបាត់ពីផ្ទះ2-3យប់ដល់ត្រឡប់មកផ្ទះវិញអំពរស៊ូដេញដោលក៏បង្កើតមានមាត់កឆ្លោះប្រកែកគ្នាឡើងរហូតដល់ទៅតមសម្ដីលេងនិយាយរកគ្នារាប់អាទិត្យសប្តាហ៍ថ្ងៃទិវាកំពុងបាក់ចិត្តស្រឡាញ់នារីមេម៉ាយលេងប្តីលេងម្នាក់នៅផ្សារដេប៉ូប្រាក់ខែបើកមកបានប្រមាណប្រគល់ឲ្យនាងមេម៉ាយទាំងអស់គេភ្លេចពាក្យសម្បត្តិភ្លេចអំពរជាប្រពន្ធកំសត់គេអស់ហើយថ្ងៃនេះទិវាចុះពីធ្វើការគេមិនបានទៅផ្ទះឯក្រោយវត្តលង្កាទេគេត្រឡប់ជាជីសូលេតទៅផ្ទះនាងមេម៉ាយស្រីកំណាននៅផ្សារដេប៉ូទៅវិញនាងសុភាមេម៉ាយសាច់ខ្ចីលវក់ដូចបណ្ដោយចេកគ្រាន់តែឮសូរសលេចទិវាមកក៏ចុះចេញទៅទទួលដល់មាត់ចណ្ដាលផ្ទះអូនស្មានតែបងមិនអញ្ជើញមកឲ្យអូនធ្វើបាយខកមុខជាការរឿងធំហើយនាងសុភានិយាយវិមាត់វិកប្រកបទៅដោយមេយាដកខ្ញីទិវាចាក់សោសលេចស្រួលបួលហើយក៏កាន់ដៃស្រីកំណាន់ឡើងទៅលើផ្ទះបងតែថាមកគឺប្រកាសជាមកហើយបងតាំងពីកើតពោះម៉ែមកមិនដែលនិយាយភូតភរអ្នកណាបានម្ដងទេបើអូនមិនជឿបងសុំស្បត់ជូនអូនស្លាប់តៃហឺតតៃហោងទៅចុះអ្នកណាគេថាមិនជឿស្អប់ណាស់បងទិវានិយាយ10ម៉ាត់ស្បត់អស់9ម៉ាត់ហើយប្រយ័ត្នចាញ់ពាក្យសម្បត្តិស្លាប់ខ្លួនណា
ติเวียกระวีกบาลเป็ดหมดบ้องมันคลายสลับเตบ่บ้องมันสะบัดเพื่อมาได้โอนนังชื่อสาวพีสไรมีเยดอกขยี้ดอกอายดอกขาวดอกสบายเจิงสรองเจิงเอาติเวียให้เนียงกรดเตยกสรองปุ่มหมอกเอาพลักตีนใดบรอปันสะบัดเตอองคุยเลือกเกรปุกดามสูธาบงปรับโอนธาไงนี่ติงจินจีนมวยวงหมกญาตาไอเลยบงติงมาให้เนื้อโอ้บงติงมาให้โอนนึกขนมเขาไปข่าวไอ้เนาะติเวียนนิยายโปรมเตียงใดจังออยตรอกข่าวสเพียนึกเตรอสตุจังบะกอตัวลูกยกประอบจินจีนขนมเขาไปข่าวหมอกบากมือเยอะจินจีนในสารนะบองจุดติงเอากระปนสำลังจัดหายแต่เอาอันยังไม่ยังการถ้าหายติเวียก็เลิกจินจีนโซในขนมเรียมใดสเพียเนียงใหม่ๆเลิกได้เองพระองค์เมื่อจบเมื่อลางยังเป็นจัดฉลิดอากาศสเพียกำปงชกูดนังลุมอจินจีนติเวียก็เอาหมกเติทับสองคลันปอลออกใบบวงเสิร์ตสไรมีเยเพื่อมุกเอ็นเปลี่ยนจานตรุงบรอเปียเจนนิเยเจนสำลังรบิบขมายเติมหนังดอกทมินทาออกปองติเวียนะใจแต่ลุยเหมาะโอเคเธอเมื่อแต่ใดเก่งจังออกลันปอลเกออกลิงไงก้อยยมจับผ่าให้ติเวียบานลือสเพียนิเยเจนพิจารมีเยเอาสดับก็สบายจัดสายอีกัดคอกัดสรองบ่บ่มันเป็นประเดี๋ยวไหนตาเนี่ยนะประเดี๋ยวไหนตัววิ่งไอเลยจังผ่าหรือแน่ถ้าบองวิ่งเมาเอาไปรู้คะแนนนิยายรู้บ่รองบกามกันเลยก็บ่มปองปวลเธอเอาสเปียทับสเปียเนียงมันพร้อมทับตลับจิจูนรวมบอลมวยกำเพลงซองวิ่งเลื่อนโซพัดไอโยโย่ยี่โอนไม่ก็เวทุบาปได้ลุนไอจังจ้านี่โอนรำลึกบองกลายกับอ้อยเป็นลุยชมะโดยขมิ้นชะเอาไปหมกรงก่อนไอจังเตี้ยติเวียกได้ยองไอตัวทั่วหมกสโยนสู้เตอร์สเปียธาคนไอมันสลังบองตีหรือบ้านที่โจจัดเล่นชื่อระเบียบนี้ทั้งสเปียยมจ้าสลังได้แต่คลายปะจอมแต่เลือไปได้เก๋บองnơi cầm lót chơi mình đây miềnประปนมาดองนาเต้บ่บองmiềnประปนสมานแต่ได้ขายล้างยกประขายหมอกอ้อยปนไอตึกออกไอจังบานหรือบ่nơiมันออกสองไซบองสมสปอตไอลานบุกน่าหายทลังนะสเปียยกได้จกรนริจินิยายเตอร์นิยายมาทะเลแต่เลือสปอตยมสูบบองไอโดยจิตชาวติจกบ้านนิยายกำอ้อยจำบัดเมียนสปอตบานเต้ติเวียสายหมดสิญตรงอินในคำปรังนิยายบรรลับถ้ามนุษย์บองมนุษย์ตรองนาโอนนิยายไอมันบานสปอตทลายแต่เกมันจืดจัดแต่บทสปอตจรันเป๊กก็เกมันจืดได้สเปียชลิดโซมันแทมกันตุยเปียมวยพลายติดเปเวเลียกันลองเติมมุกเจดอรามติเวียหนึ่งเลี้ยงสเปียไม่ไม้ก็สรลันสมัสมะนังคณีกันแต่จบชูนลางบรอชลุตะกามมอกเด็กเนยจิมูสไรกำนันไอพเทพซาดิโปมดองใบยุบหรือบุญยุบเติบเกเตอไอพเทพมวยเพลทดอลยูเตอรโหดมวยอติเติบเตะมดองก็เมียนได้จำนองสนายเกนังอมปอซาบรเลียบอรลิงเก็บดามเนยนายอมปอหายนิยให้พิเยี่ยมโรคเรื่องบังกอหัดออยเมียนจิกาตัวเต็งควานกำเนิดคณีจนิจการนิยปีอมปอโกนองคายลายวินเนียงเจเนรีจัดงนกูออยกาวจะสานะตัวเจ็บใดดาเล่ยรอให้รอโหดพลิกเตะพลิกสบายพลิกแต่งรูปเนียงตะติดเนียงก่อนนื้อปฏิบัติกรุบกอดคลายใดมันออยถวยเนียงตรวมถวยโกถวยทลังเล็บกรูเล็บทมโตตุกนังอมเปอร์กลมเรียมกลมแหงถวยบาปเนียงบ้านเจนิตเนียงสู้แต่
ពីដេកសម្រក់ទឹកភ្នែកមិនចេញស្ដីព្រោះនាងយល់ថានាងស្រឡាញ់គេនាងសុខចិត្តកាត់គេកាត់ខ្មាស់រត់ចោលឪពុកម្ដាយមកតាមគេជ្រុលខ្លួនប៉ុណ្ណេះហើយនាងត្រូវចេះអត់ធ្មត់តស៊ូទៅទៀតដើម្បីសេចក្តីសុខក្នុងគ្រួសារថ្ងៃនេះជាថ្ងៃដាច់ខែទិវាបរោះចំសៀតមេយាទថោកផឹកស្រាស្រវឹងអូប្រណូរហូតដល់ម៉ោង3អត្រាទើបឃើញលិចក្បាលទៅដល់ផ្ទះអំពរលឺសូរប្តីកោសទ្វារក៏ប្រញាប់ក្រោកទាំងមីងមាំងមកបើកទ្វារឲ្យទិវាដើរត្រេតត្រោតទៅដួលលើកត្រេដេកសន្ធឹងសន្ធាយហាមាត់ស្អុយស្រាកក្រក់និយាយក្រងងចុងច្រមុះថាមានដាំបាយទុកឲ្យអញស៊ីទេហ្នឹងណាអំពរចាស់មានបងផ្លាស់ខោអាវសិនទៅចាំអូនរៀបជូនថាហើយអំពរក៏យកសរងមកឲ្យប្តីផ្លាស់រួចប្រញាប់ប្រញាល់រៀបចំទាំងកណ្ដាលអត្រាឲ្យទិវាឥតបងអង្គអញ្ជើញក្រោកឡើងពិសាបាយបងអូនរៀបជូនហើយទិវាងក់ក្បាលមិនឆ្លើយតបគេក្រោកដើរត្រេតត្រោតទៅកាន់តុអាហារទាំងភ្នែកមើមីរោគបើកស្ទើរមិនរួចជន់ពីលក្រឡេកឃើញបាយកកនិងម្ហូបត្រជាក់ពី3មុខកើតក្តីក្តៅក្រហាយមិនពេញចិត្តក៏ស្ទុះក្រោកធាក់តុករលំកំពប់បាយសម្លបែកចានលឿនឈោងឆាំងបែរមកសម្លក់ប្រពន្ធដោយកំរោលឆ្កូតចូលថាមីអំពរមីចៅអន្តរធានអញឃ្លានបាយចង់ស្លាប់ហងទៅយកបាយកកសម្លត្រជាក់ពីក្បាលល្ងាចមកឲ្យអញស៊ីហងធ្វើរបៀបនឹងហងចង់យ៉ាងម៉េចហាជួយស្ដាប់ផងចុះទេវតាទាំង50000លោកធាតុអើយដើរកាន់អាទិត្យចូលផ្ទះម្ដងប្រពន្ធមានបាយរៀបចំឲ្យហើយហ៊ានតែរករឿងបាយសម្លត្រជាក់ក្រៅទៀតតើពាក់កណ្ដាលអាត្រាហើយអ្នកណាគេនឹងដឹងខ្លួនមកតើអ្នកណាគេនឹងអង្គុយកម្ដៅបាយកម្ដៅសម្លទុកឲ្យខ្លួនឃើញប្រពន្ធស្ងាត់ស្ងៀមមិនចេញស្ដីក៏តាំងដំឡើងថ្មងដោយត្រីកញ្ចុះស្រែកវងវាស់បន្ថែមទៀតមើលនិយាយប្រាប់អញមកមើលមានអំពរម្ដេចបានជាហងឲ្យអញស៊ីបាយសម្លត្រជាក់ហើយម្ហូបរបៀបខ្ញុំគេអញ្ចឹងអំពរស្រក់ទឹកភ្នែកតក់សែនចុកចាប់ពាក្យហងពាក្យមីធ្វើឲ្យនាងរន្ធត់ក្នុងចិត្តជាក្រៃលែងរំស្ងៀមធ្វើគោធ្វើថ្លង់ទៅទៀតលែងកើតនាងក៏និយាយឆ្លើយមកប្តីមាយាទឆ្កែទើវិញថាបងទិវាសូមបងអសូរដល់ទ្រង់ខ្ញុំផងបងដើរបាត់ពីផ្ទះ 4-10 យប់អាចមុខមកម្ដងខ្ញុំនៅមានទុកបាយជូនបងពិសារាប់ជាខ្ញុំស្រឡាញ់ប្តីណាស់ទៅហើយកណ្ដាលត្រៀតម៉ោង2ម៉ោង3ដូចនេះបងឲ្យខ្ញុំទៅរកភ្លើងមកកម្ដៅបាយសម្លឲ្យក្ដៅហុយដូចជាផ្ទះហាងយ៉ាងម៉េចនឹងកើតរីឯបងពោលពាក្យថាសម្លដូចជាសម្លខ្ញុំគេក៏វាមិនត្រូវដែរប្រាក់ខែ6-7 ខែមកហើយមិនដែលឲ្យខ្ញុំមួយជ្រុងសេនសោះខ្ញុំខំបញ្ចាំសម្ពុតបញ្ចាំអាវដើរលក់ឆ្នោតជាតិត្រឹកដូចឆ្កែដំបៅក្បាលចូលគ្រប់ច្រកគ្រប់លហកធ្វើម៉េចនឹងបានប្រាក់ឯណាច្រើនធ្វើម្ហូបឲ្យវាឆ្ងាញ់ពិសានិយាយរួចនាងក៏យំសសឹកនឹកតូចចិត្តនឹងវាសនាដែលចាឲ្យនាងភពប្រសពតែស្រមោលទុកក្នុងជីវិតទិវាមិនព្រមភ្ញាក់កំណត់ទេគេត្រឡប់ជាឆ្លើយយកត្រូវតែម្នាក់ឯងថាហងឯងសពថ្ងៃវាតែប៉ុណ្ណឹងរស់ដេកចំហមាត់ចាំស៊ីលើកម្លាំងអញម្នាក់អញឯនេះខំប្រឹងរកស៊ីញើសហូរជាទឹកបើអញមិនឲ្យលុយហងក៏មិនឲ្យបាយអញស៊ីដែរបើម្លឹងហងមិនធ្វើម៉ែអញវិញទៅមានប្រសាសន៍ឲ្យបានពីរសស្ដាប់ជាងនេះបន្តិចទៅបងខ្ញុំមិនចង់តមាត់តកឲ្យលឺដល់ផ្ទះ2-3ពាក់កណ្ដាលអាត្រាអញ្ចឹងទេបងឥឡូវខុសពីមុនឆ្ងាយណាស់ខ្ញុំកាត់គេខ្មាស់រត់តាមបង
ព្រោះសង្ឃឹមថាបងស្រឡាញ់ខ្ញុំដោយសុទ្ធចិត្តពេលនេះបងភ្លេចអស់ហើយពាក្យស្បត់មែនទេកាលដែលអញស្បត់អញស្មានតែហងស្រឡាញ់អញរហូតដែរទិវាស្រែកលៀនសរសៃកចុះពេលនេះអ្នកណាក្បត់អ្នកណាក្រែងបងទេឬក្បត់ចិត្តខ្ញុំទៅមានស្រីថ្មីទៀតបងឆ្លុកបងវែងនឹងមីស្រីចិញ្ចាំថ្នល់ភ្លេចប្រពន្ធកំសត់នឹងហើយឬសេចក្តីស្មោះត្រង់របស់បងឯងចំពោះខ្ញុំផុតកន្ទុយពាក្យស្ទើរមិនទាន់ទិវាក៏ស្ទុះទៅដល់ចំកណ្ដាលមុខអំពរពីបីដៃដាច់ផ្ងាហើយក៏ធាក់នាងប៉ើងដួលត្រឡប់កន្លិនទៅគៀនចិញ្ចាំងលោហិតស្រស់ស្រស់ហូរចេញពីមាត់ពីជ្រមុះនារីកំសត់ប្រឡាក់ពេញផ្ទៃមុខគួរឲ្យអាណិតតែចំពោះបរិសុទ្ធចិត្តជាតិរិឆានដោយទិវាគេគ្មានអាណិតនាងគេក្តៅចិត្តណាស់ដែលនាងហ៊ានពោលពាក្យថ្មេះតេះដៀលថាសុភានារីកំពូលដួងចិត្តរបស់គេជាស្រីចិញ្ចាំថ្នល់នេះអញសូមប្រដៅហងថ្ងៃក្រោយកុំឲ្យនិយាយរបៀបនឹងទៀតទិវាឈរនិយាយចង្អុលមុខអំពរហងគិតធ្វើយ៉ាងម៉េចឲ្យតែខ្លួនហងល្អប្រសើរម្នាក់ឯងទៅបានហើយហងមិនចាំបាច់ឌៀមដាមរៀលដាលទៅដល់គេទេអំពរនាងឆ្អែតចិត្តឆ្អិនអរ៉ាទឹកភ្នែកហូរប្រណាំងនឹងឈាមស្រស់ស្រស់គ្មានស្រាកស្រានពេលនេះទើបនាងដឹងថាខ្លួននាងខុសនាងចាញ់បោកប្រុសអប្រីនាងចេះនឹកឪពុកម្ដាយចេះសោកស្ដាយវ័យក្រមុំព្រហ្មចារីដែលមិនគួរណាយកមកបង់លើប្រុសយ៉ាងទិវាតែគ្រប់យ៉ាងវាគ្រាន់តែជាវិបរិសេរីប៉ុណ្ណោះព្រោះអ្វីដែលនាងសោកស្ដាយក្នុងជីវិតវាបានរំលងផុតហួសអស់ទៅហើយក្នុងជាតិនេះ4កាត់ចិត្តឥតអាសូរកាត់ចិត្តចាក់ចោលពុំងាឲ្យរងវេទនាប្រានបំភ្លេចក្តីស្នេហ៍កល្យានចិត្តប្រុសតិរិឆានណោចាប់ពីយប់វាយធ្វើបាបនាងអំពរមកព្រឹកស្អែកឡើងតិវាក៏ដើរបាត់ពីផ្ទះលែងឃើញលិចមុខមកទៀតការពិតអំពរនាងមិនដាច់អាឡ័យពីតិវាទេទោះជាតិវាធ្វើបាបវាយដំច្រំធាក់ឲ្យនាងទទួលសេចក្តីឈឺចាប់យ៉ាងនេះហើយក៏ដោយនាងនៅតែនឹកគេហើយស្រឡាញ់គេជាប់ជានិច្ចមួយអាទិត្យមួយខែពីរខែ3ខែបានកន្លងផុតទៅទិវាក៏នៅតែមិនទាន់ឃើញចូលផ្ទះទុកសោករោគព្រួយចូលមកជិះជាន់ក្នុងដួងចិត្តអំពរនារីកំសត់ធ្វើឡើងជាលំដាប់ល្ងាចនេះខណៈដែលអំពរអង្គុយសំកុកសម្រក់ទឹកភ្នែកនឹកអាណិតខ្លួនក៏ស្រាប់តែឃើញទិវាជិះស៊ីក្លូមកឈប់មុខផ្ទះបាត់ឯសូលិចនារីរងកម្មស្ទុះចុះទៅទទួលដំណើរប្តីដោយសេចក្តីត្រេកអរតែទិវាត្រឡប់ជាធ្វើមិនឃើញនាងដើរឡើងទៅលើផ្ទះបាត់ទៅភរិយាកំសត់ស្លុតចិត្តដើរឡើងតាមក្រោយប្តីទាំងសោកសៅទិវាដើរចូលទៅក្នុងបន្ទប់រើកកាយខោអាវប្រដាប់ប្រដាប្រើប្រាស់របស់គេទាំងប៉ុន្មានញាត់ចូលក្នុងវ៉ាលីហើយលើកកាន់យូប្រុងចុះទៅដីវិញតែពេលនោះអំពរចាប់កដៃជាប់នាងសួរប្តីក្បត់ដោយសំឡេងគួរឲ្យអាណិតថាបងគិតទៅណាទៀតបងចង់រត់ចោលប្រពន្ធកំសត់ឬទេយើងអស់ប្តីអស់ប្រពន្ធនឹងគ្នាត្រឹមនឹងហើយខ្ញុំត្រូវការចែកផ្លូវដើរជាមួយនាងទិវាមុខក្រញើនិយាយសំឡេងកំបុតកំបុយទឹកភ្នែកអភ័ព្វស្រក់ព្រូពីពេញវងភៈនារីមួយរំពេចអំពរសម្រោតកាយលើកដៃសំពះទៀបបាតជើងទិវានាងពោវិចាទឹកភ្នែកដោយរអាក់រអួលទៅកាន់គេបងទិវាចាសូមបងអាសូរប្រពន្ធផងប្រពន្ធសូមក្រាបសំពះបាតជើងបងហើយបងជារស្មីប្រចាំជីវិតរបស់អូនបើបងរត់ចោលអូនឲ្យនៅស្រុកគេម្នាក់ឯងដូច្នេះតើអូនមានរំពឹងសង្ឃឹមទៅលើអ្នកណាទៀតអស់ពីសំពះប្រពន្ធកំសត់ក៏អោបជើងប្តីជាប់ប្តីសម្លាញ់អូនកាត់ចិត្តចុះចេញពីផ្ទះទាំងកណ្ដាលរាត្រី
ចាក់ចោលឪពុកម្ដាយមកតាមបងសង្ឃឹមរស់នៅក្នុងភាពជាប្តីប្រពន្ធកំសត់ជាមួយគ្នារហូតអស់ជីវិតរៀងខ្លួនចុះពេលនេះខ្មោចព្រាយបិសាចអ្វីចូលមកសន្តិដ្ឋក្នុងដួងចិត្តរបស់បងបានជាបណ្ដាលឲ្យបងឆាប់ភ្លេចអំពរតែបងធ្លាប់ស្បត់សច្ចាចំពោះដួងតារារយពាន់ថានឹងស្រឡាញ់ទល់ជីវិតខ្សិនខ្សៃហើយឬនាងកុំយករឿងអតីតកាលមកនិយាយជាមួយខ្ញុំទៀតទិវានិយាយធ្វើមុខធ្មឹងរឿងរបស់នាងនិងខ្ញុំវាគ្រាន់តែជាឆាកល្ខោនកំសត់ក្នុងចំណោមរឿងកំសត់នានាមួយប៉ុណ្ណោះបងទិវាអំពរឧទានម្ដេចក៏បងមានប្រសាសន៍អញ្ចឹងទៅវិញបងមិនមែនជាបងទិវាដែលខ្ញុំធ្លាប់ស្រឡាញ់ទេឬត្រូវហើយខ្ញុំមិនមែនទិវាដែលនាងធ្លាប់ស្គាល់ធ្លាប់ស្រឡាញ់ទេខ្ញុំជាទិវាថ្មីម្នាក់ទៀតដែលនាងត្រូវតែស្អប់ហើយបើនាងមិនស្អប់ខ្ញុំក៏ស្អប់នាងដែរឈប់ស្ងៀមបន្តិចទិវាឬប្រុសអប្រិយក៏មានវិចារឡើងទៀតយើងអស់កិច្ចការនឹងពិភាក្សាគ្នាហើយសូមនាងលែងជើងឲ្យខ្ញុំមានឥស្សរភាពផងហើយថាហើយទិវាក៏ឈានជើងដើរទៅមុខតែទៅមិនរួចដោយអំពរចាប់អោបជាប់មិនព្រមលែងខ្ញុំមិនព្រមឲ្យបងទៅណាទៀតទេបើបងចង់ដោះដៃចោលខ្ញុំបងយកកាំបិតមកចាក់សម្លាប់ខ្ញុំឲ្យហើយទៅខ្ញុំប្រាប់ថាឲ្យលែងណាទិវាស្រែកគំរាមបើនាងមិនព្រមស្ដាប់ខ្ញុំជួនកាលអារម្មណ៍ឈួតរបស់ខ្ញុំវាអាចកម្រើកឡើងម្ដងទៀតអំពរមិនព្រមលែងនាងនៅតែតន្ទិញពាក្យដដែលថាខ្ញុំមិនព្រមឲ្យបងទៅណាទៀតទេបើបងចង់ដោះដៃចោលខ្ញុំបងយកកាំបិតមកចាក់សម្លាប់ខ្ញុំឲ្យហើយទៅបើប្រកាសជាមិនព្រមលែងជើងខ្ញុំនាងឯងត្រូវតែទទួលទរណកម្មពីខ្ញុំម្ដងទៀតថាហើយទិវាក៏ទម្លាក់វ៉ាលីចោលទៅលើក្តារគេបែរមកចាប់កបួចសក់អំពរទាញក្រវីក្រវត្ត3-4ជុំរួចក៏យាដៃដាល់ចំមុខក៏ស្មាទ្រង់នាងយ៉ាងកាចសាហាវខូខើគ្មានត្រាប្រណីលោហិតស្រស់ហូរចេញពីច្រមុះមាត់នារីកំសត់ជាលើកទី2នាងដួលដេកក្រោកលែងរួចទៅហើយតែសំឡេងស្រែកអង្វរក៏នៅតែរបូតខ្សោយចេញពីមាត់នាងមកទៀតបងទិវាបងកុំទៅណាចោលខ្ញុំបងសម្លាប់ខ្ញុំឲ្យហើយទៅសម្លាប់ខ្ញុំភ្លាមទៅបងទិវាខ្ញុំចង់ស្លាប់ដោយស្នាដៃប្តីសម្លាញ់ណាស់បានដូចចិត្តមនុស្សក្នុងវិញ្ញាណសត្វតិរិឆានស្ទុះមកក្របួចសក់ដ៏វែងអន្លាយរបស់អំពរអូសទាញទៅរកបន្ទប់ទឹកគេធាក់នាងរាប់ជើងមិនអស់ត្រាតែរមៀលចូលទៅក្នុងបន្ទប់ទឹកគេក៏ទាញទ្វារបិទដាក់កន្លឹះស្លាប់ទៅចុះមីចង្រៃទិវាស្រែកគំរាមជាលើកចុងក្រោយរួចគេក៏ដើរមករើសវ៉ាលីដើរចេញពីផ្ទះកំសត់ហើយស៊ីក្លូឡើងជិះតម្រង់ទៅផ្ទះនាងសុភាមេម៉ាយស្រីកំណាន់ចិត្តហេមន្តរដូវរំលងផុតទៅគេមហរដូវក៏ផ្លាស់វេនចូលមកជំនួសវិញអំពរនារីកំសត់ក្រោយពីទិវាវាយនាងធាក់បញ្ចូលបន្ទប់ទឹកបន្តិចមកក៏មានគេអ្នកចិត្តខាងផ្ទះមកជួយបើកទ្វារបន្ទប់ទឹកឲ្យនាងហើយនាំនាងទៅព្យាបាលត្រាតែសះមុខរបួសជាសុខភាពដោយប្រក្រតីកាលបើអស់សង្ឃឹមថាប្តីលែងវិលមកវិញហើយអំពរក៏នឹកភ័យខ្លាចមិនហ៊ាននៅផ្ទះមួយស្ងាត់ម្នាក់ឯងនាងបានសុំជួបផ្ទះនៅចូលជាមួយនឹងមីងរឿមអ្នកចិត្តខាងដែលធ្លាប់ជួយនាងគ្រាថ្ងៃទិវាវាបញ្ចូលបន្ទប់ទឹកទុកត្រួតលើទុកទ្វេឡើងជារៀងរាល់ថ្ងៃអំពរនាងនឹកស្រុកនឹកឪពុកម្ដាយនឹកការខ្លួននៅពីក្រមុំធ្លាប់ស្រណុកកាយសบายចិត្តមានឈ្នួលប្រុសស្រីសម្រាប់ហៅប្រើឯប្រកាសទៀតសោតក៏សម្បូរហូហីមិនចេះខ្វះខាតឥឡូវចេះព្រួយគ្រប់សពរឿងរស់នៅស្រុកគេម្នាក់ឯងព្រួយរឿងប្រកាសសម្រាប់ចិញ្ចឹមជីវិតនៅឈ្នួលផ្ទះព្រួយមិនដឹងអនាគតខាងមុខជីវិតនាងនឹងប្រែប្រួលយ៉ាងម៉េចទៅទៀតនាងចង់ត្រឡប់ទៅស្រុកកំណើត
សូមខមាទោសពីឪពុកម្ដាយតែចិត្តមួយធ្វើឲ្យនាងគិតឃើញថានាងបានបំផ្លាញកិត្តិយសឪពុកម្ដាយឈ្មោះនាងស្អុយដោយគម្រងពេញទាំងស្រុកបើនាងវិលទៅវិញក៏ទុកដូចជានាំក្លិនអសោចចូលស្រុកម្ដងទៀតម្លោះហើយបើបានជាខកខុសដើរចេញពីស្រុកមកប៉ុណ្ណេះត្រូវតែទ្រាំរស់នៅសងបំណុលកម្មទៅចុះធ្វើម្ដេចជាតិនេះជាជាតិអភ័ព្វមិញរឿមស្ត្រីចិត្តធัวឃើញអំពរខំដើរលក់ឆ្នោតជាតិថ្ងៃវល់ល្ងាចបានកម្រៃតិចតួចស្រួយស្ដាងមិនគ្រប់គ្រាន់ក្នុងការចាយវាយមើលទៅដូចជាវេទនាភ្នែកពេកគាត់ក៏សុំការក្នុងហាងទំនិញរបស់ក្មួយគាត់ឲ្យនាងធ្វើគឺធ្វើជាអ្នកចាំទទួលប្រាក់ cashier អំពរតាំងពីបានចូលទៅធ្វើការក្នុងហាងទំនិញមេត្រីពាណិជ្ជរបស់លោកពងសំអឿនក្មួយមិញរឿមនាងក៏ឆ្លងផុតពីឋានៈទុពលភាពមកជាមធ្យមភាពគ្រប់គ្រាន់ចាយវាយចិញ្ចឹមជីវិតលែងខ្វះខាតអត្តខាតដូចជាពេលមុនទៀតលោកពងសំអឿនជាកំឡោះចាស់លោកបណ្ដោយវ័យលោកឲ្យរំលងមកដល់អាយុ30ឆ្នាំដោយមិនព្រមរវីរវល់អើពើនឹងស្រីញីណាឡើយទាំងនេះមិនមែនថាលោកស្អប់ខ្ពើមស្ត្រីទេលោកចេះនឹកព្រឺព្រួយចេះស្រឡាញ់ស្រីដោយកំឡោះទូទៅដែរតែចំពោះនារីដែលលោកត្រូវការរើសមកធ្វើជាមេផ្ទះបង្គោលគ្រួសារលោកនៅមិនទាន់ឃើញពេញចិត្តណាមួយសោះជាចៃដន្យជាគូព្រេងឬកម្មគូគប់អ្វីក៏មិនដឹងដែរនៅពេលបានអំពរមកធ្វើការជាមួយលោកសំអឿនក៏ចេះពេញចិត្តហើយយូរមកក៏ប្រែคล้ายទៅជាស្រឡាញ់យកតែមែនតែនទាំងខ្លួនលោកដឹងដែរថាអំពរជាស្រីមេម៉ាយចំពោះអំពរនាងមិនបានដឹងថាលោកចាំងវាងមេត្រីពាណិជ្ជលួចស្រឡាញ់នាងក្នុងផ្លូវស្នេហាទេនាងយល់ថាលោកសំអឿនស្រឡាញ់រាប់អាននាងក្នុងឋានៈចៅវាយស្រឡាញ់បាវបំរើឬបងស្រឡាញ់ប្អូនប៉ុណ្ណោះរីឯចិត្តនាងវិញគឺគ្មាននឹកភ្នក់លួចស្រឡាញ់លោកសំអឿនសំបីតែតិចតួចព្រោះនាងខ្លាចហើយរៀងហើយឆ្អែតហើយនឹងមនុស្សគ្រប់រូបដែលមានភេទជាប្រុសតំបៅចាស់របស់នាងនៅស្នាមក្រឡៅមិនទាន់រលប់ជួនកាលធ្វើឲ្យនាងនឹកឃើញរឿងដើមពើតចុកចាប់ក្នុងទ្រូងឡើងវិញម្ដងដែរនៅពេលណាទំនេរពីកិច្ចការចំនួនលោកសំអឿនតែមកអង្គុយនិយាយជជែកលេងជាមួយនាងរាប់រៀបពីនេះពីនោះហើយក៏សួរមកដល់រឿងជីវិតនាងថាប្តីនាងគេឈប់មករកនាងមែនតែនហើយឬចាស់គេឈប់មករកខ្ញុំហើយគេធ្វើឲ្យខ្ញុំទទួលសេចក្តីឈឺចាប់ក្នុងជីវិតយ៉ាងសែនខ្លោចផ្សាជាទីបំផុតចុះឧបមាថាមានអ្នកណាម្នាក់គេចូលមកស្ដីដណ្ដឹងនាងរៀបការតែនាងយល់ព្រមទេចាស់រឿងមនុស្សប្រុសមួយខ្ញុំរៀងឲ្យលោកបើសិនជានាងខ្ញុំអាចតមមាត់មិននិយាយស្ដីដូចព្រះនាងសុវណ្ណកេសរក្នុងរឿងពុទ្ធសិទ្ធិបាននាងខ្ញុំតាំងចិត្តថានឹងមិននិយាយស្ដីរកប្រុសរហូតទល់ថ្ងៃស្លាប់នាងនិយាយនឹងដូចជាទម្លាក់កំហុសទៅលើភេទប្រុសខ្លាំងពេកក្នុងលោកយើងនេះមិនមែនមានប្រុសអាក្រក់ដូចជាប្តីនាងទាំងអស់គ្នាឯណាប្រុសដែលគេល្អចិត្តស្មោះត្រង់និងប្រពន្ធក៏មានច្រើនដែរចាស់នោះចំពោះនារីដតីចំពោះខ្លួននាងខ្ញុំពុំដែលបានទទួលការថ្នាក់ថ្នមពីប្តីដោយលោកមានប្រសាសន៍ទេអញ្ចឹងបានសេចក្តីថានាងសុខចិត្តនៅព្រៅមិនព្រមយកប្តីរហូតដល់ចាស់ស្លាប់ឬចាស់បើសិនជានាងខ្ញុំអាចជៀសវាងបាននាងខ្ញុំតាំងចិត្តថានឹងព្យាយាមជៀសឲ្យរួចរហូតលោកសំអឿនកាលបើអំពរនិយាយតឹងរឹងដូចនេះលោកក៏លែងហ៊ានដេញដោលហើយក្រោកដើរចេញឆ្ងាយពីនាងទៅ5មិនស្នេហ៍តែអាណិតជាតិនេះឈប់ជឿពាក្យប្រុសជីវិតខកខុសខ្លោចផ្សាស្រីឆ្លើយមិនស្នេហាតែចិត្តប្រាប់ថាអាណិតមនុស្សគ្រប់រូបគ្រប់វណ្ណៈគ្រប់សាសជាតិពណ៌សម្បុរសុទ្ធសឹងធម្មជាតិបង្កើតឡើងមកទាំងអស់ហើយមនុស្សទាំងនេះមិនអាចប្រព្រឹត្តអ្វីឲ្យហួសពីក្រឹតក្រមរបស់ធម្មជាតិបានដែរធម្មជាតិបង្កើតពិភពលោកបង្កើតមនុស្សសត្វព្រឹក្សាលតាវរបង្កើតទឹកដីព្រះអាទិត្យព្រះច័ន្ទផ្កាយខ្យល់ភ្លៀងធំបំផុត
គឺបង្កើតសេចក្តីស្នេហាទោះជាពាក្យស្នេហានោះស្ថិតនៅក្នុងវ័យណាក៏ដោយបើគ្មានស្នេហាពិភពលោកទាំងមូលត្រូវរលាយពពួកសត្វលោកត្រូវផុតពូជហើយមនុស្សនឹងបាញ់ចាក់កាប់សម្លាប់បង្ហូរឈាមគ្នាគ្មានពេលឈប់ដូច្នេះលោកសំអឿននិងនាងអំពរជាមនុស្សលោកដែលធម្មជាតិបានបង្កើតឡើងមកដែរតើអាចគេចរួចពីសេចក្តីស្នេហាបានឬទេដើម្បីឆ្លើយតបនឹងសំណួរនេះអ្នកនិពន្ធសូមអញ្ជើញអស់លោកអ្នកអានធ្វើដំណើរដោយក្រសែចក្ខុតាមមើលដំណើរជីវិតរបស់អ្នកទាំងពីរតទៅទៀតលោកពងសំអឿនព្យាយាមដាក់ខ្លួនឲ្យស្និទ្ធនឹងអំពរជាទីបំផុតហើយមិនយូរប៉ុន្មានអ្នកទាំងពីរក៏ទុកចិត្តស្និទ្ធស្នាលគ្នារហូតហ៊ានជិះរថយន្តទៅណាមកណាតែពីរនាក់លោកពងសំអឿនបបួលអំពរទៅលេងកែបអំពรงក់ក្បាលទទួលពាក្យភ្លាមដោយមិនចាំបាច់គិតទៅដល់កែបលោកសំអឿននាំអំពរទៅដើរលេងតាមកន្លែងសប្បាយនានាដូចជាសួនសត្វផ្សារក្រុងកែបកន្លែងតាំងពីពណ៌ជិះទូកក្តោងឆ្លងទៅលេងកោះទន្សាយលាក់ផុតពីនឹងពេលរសៀលត្រជាក់គេនាំគ្នាងូតទឹកសមុទ្រឬដើររើសសម្បកខ្យងខ្ចាយតាមឆ្នេរខ្សាច់នៅលើផ្ទៃមុខម្នាក់សុទ្ធសឹងពោពេញទៅដោយអាការៈសប្បាយរីករាយសើចញញឹមព្រឹមព្រៃបញ្ជាក់ឲ្យដឹងថាគេគ្មានកង្វល់ព្រួយពីរឿងអ្វីបន្តិចបន្តួចឡើយមែនអំពរសប្បាយរីករាយព្រោះជាលើកដំបូងបំផុតក្នុងជីវិតរបស់នាងដែលបានមកស្គាល់សមុទ្រកែបរីឯលោកសំអឿនវិញលោកក៏សប្បាយរីករាយជាលើកដំបូងបំផុតក្នុងជីវិតរបស់លោកដែរព្រោះលោកសម្លឹងរកអនាគតនារីមេផ្ទះរបស់លោកឃើញហើយបាននៅចិត្តនារីនោះតទល់តែពីរនាក់ទៀតល្ងាចនេះក្រោយពីស្រស់ស្រូបអាហារល្ងាចរួចរាល់លោកសំអឿនក៏នាំអំពរទៅអង្គុយយកខ្យល់សមុទ្រពេលព្រះអាទិត្យហៀបអស់ស្ដង្គត់ព្រួយកាមទេពបាញ់ចំទម្លុះបេះដូងលោកចាងវាងមេត្រីពាណិជ្ជឲ្យរន្ធត់ញាប់ញ័រសពសារពាងកាយភ្លើងស្នេហ៍ឆាបឆេះក្នុងទ្រូងពេញបន្ទុកអត់ទ្រាំតទៅទៀតលែងបានកំឡោះចាស់ក៏ប្រថុយនិយាយទាំងញញើតញញើមទៅកាន់ខេសៀរបស់ខ្លួនថានាងខ្ញុំចង់ជម្រាបការម្យ៉ាងនាងអនុញ្ញាតឲ្យខ្ញុំនិយាយទេអំពរអង្គុយជក់ភ្នែកទេសភាពមាត់សមុទ្រពេលថ្ងៃលិចលុះលឺលោកសំអឿនបន្លឺវិចាត្រង់ប្លែកដូច្នេះនាងក៏បែរមកមើលមុខលោកដោយនឹកឆ្ងល់រឿងអ្វីទៅលោកសូមលោកមានប្រសាសន៍មកចុះលាក់បាំងអ្វីនាងខ្ញុំសពថ្ងៃស្រឡាញ់នាងគឺជាសេចក្តីស្រឡាញ់ដែលដុះចេញពីប្រអប់បេះដូងបរិសុទ្ធតែបើសិនជាពាក្យសារភាពនេះធ្វើឲ្យនាងមិនសប្បាយចិត្តសូមនាងអភ័យទោសដល់ខ្ញុំផងលោកស្រឡាញ់ខ្ញុំស្រីមេម៉ាយឧទានពិតហើយនាងខ្ញុំស្រឡាញ់នាងលោកសំអឿនឆ្លើយរួចក៏អោនមុខជ្រប់អំពរនាងមិនស្អប់លោកសំអឿនទេនាងស្រឡាញ់លោកស្រឡាញ់របៀបកូនឈ្នួលស្រឡាញ់ចៅវាយឬប្អូនស្រឡាញ់បងនាងមិនដែលគិតស្រឡាញ់ទៅលើផ្លូវស្នេហាកម្មកិលេសឡើយដល់នៅស្ងៀមស្រាប់តែចោទសួរដូច្នេះនាងក៏មានចិត្តរារែកគឺស្រឡាញ់មិនស្រឡាញ់ស្ថិតនៅជាអញ្ញាកណ្ដាលនាងប្រហែលខឹងខ្ញុំហើយបានជានៅស្ងៀមមិនឆ្លើយតបលោកសំអឿនមានប្រសាសន៍ម្ដងទៀតកាលបើឃើញអំពរស្ងាត់ស្ងៀមយូរអំពរបែរទៅញញឹមស្ងួតលងចិត្តលោកសំអឿនបន្តិចទើបនាងបន្លឺវាចាតិចថាខ្ញុំមិនខឹងលោកទេហើយមិនដែលនឹកតាំងចិត្តខឹងលោកម្ដងណាត់ផងបើអញ្ចឹងបានសេចក្តីថានាងព្រមស្រឡាញ់ខ្ញុំហើយមែនទេលោកសំអឿនឲ្យសេចក្តីយល់ឃើញខ្លួនឯងលិចតាមកែវភ្នែកជារស្មីអំពរនាងនឹកអាណិតចៅវាយនាយកំឡោះពុនពេកក្រៃតែនាងក៏មិនហ៊ានអាកាត់សម្រេចចិត្តខ្លួនឯងយ៉ាងណាក្រៅពីឆ្លើយទៅមេនុបវិញថាកុំទាន់ឲ្យខ្ញុំឆ្លើយក្នុងពេលនេះធ្វើអ្វីលោកសូមឲ្យលោករឹបអានខ្ញុំក្នុងឋានៈជាប្អូនសិនចុះព្រោះនៅមានពេលវេលាច្រើនណាស់ដែលខ្ញុំនឹងជម្រាបលោកឲ្យបានជ្រាបចប់ដោយបរិបូរណ៍